បាទជំរាបសួរលោកគ្រូហើយនិងជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើកិច្ចការនៅកិច្ចការទី1សម្រាប់ midterm អញ្ចឹងនៅក្នុងនោះវាមាន requirement 9ដូចជា OMI ហើយនិង PhD ហើយនិង create user Angular home and និយាយទៅហើយបន្តមកទៀតទី4 switch ទៅកាន់ user ថ្មីហើយទី5 OMI នេះគឺដើម្បីបង្ហាញ user ថ្មីបន្តមកទៀតទី6 PWD គឺបង្ហាញពី Home Directory ដែលបានបង្កើតថ្មីហើយទី7បង្កើត folder ថ្មីមួយនឹង list បង្ហាញហើយមួយទៀតចេញទៅ user ដើមហើយទី9គឺជាចំណុចបញ្ចប់បង្ហាញ user list តាម case បាទអញ្ចឹងខ្ញុំចូលទៅធ្វើនៅក្នុង ASA ហើយទី1ហ្នឹងគឺខ្ញុំធ្វើតាក់ទងជាមួយនឹងតើខ្ញុំនៅជាប់តើខ្ញុំនៅលើ user ណាហើយអញ្ចឹងខ្ញុំប្រើ OMI command OMI បាទអញ្ចឹងខ្ញុំចូលនៅលើ user សពនេះហើយបន្តមកទៀតខ្ញុំប្រើនៅលើ command ទី2តែនិយាយពីខ្ញុំនឹងចូលនៅលើ dictionary ហើយនឹង user មួយនេះហើយបន្តមកទៀតខ្ញុំប្រើ command បាទអញ្ចឹងនេះគឺជា directory របស់ខ្ញុំនៅលើ home តមក user សុកណេងបាទបន្តមកទៀតខ្ញុំធ្វើនៅចំណុចទី3 create user include home and transcript នេះទៅហើយអញ្ចឹងខ្ញុំនឹង write comment ហើយបន្តមកទៀតខ្ញុំដាក់ឈ្មោះ user ដែលខ្ញុំចង់បង្កើតដាក់វណ្ណៈនៃទៅអញ្ចឹងខ្ញុំដាក់ password របស់វា1 2 3បាទអញ្ចឹងគឺខ្ញុំបានបង្កើតខ្ញុំដាក់ password របស់វាដាក់ password 1 2 3បាទហើយបាទអញ្ចឹង password របស់ខ្ញុំបានបង្កើតគឺបានជោគជ័យហើយបន្តមកទៀតបន្តមកទៀតគឺខ្ញុំswitch ទៅកាន់ user ថ្មីហើយអញ្ចឹងខ្ញុំដាក់ sudo write command sudo doc វណ្ណៈនៃបាទអធិស្ឋានលោកគ្រូកន្លែងនេះខ្ញុំចែក comment ខុសអញ្ចឹងកន្លែងនេះគឺប្រើតែ su ហើយ break clear ហើយវណ្ណៈនៃទៅហើយខ្ញុំ sign password វាចូលបាទទៀតខ្ញុំចង់ដឹងថាតើខ្ញុំឈរនៅលើ user មួយណាខ្ញុំប្រើ command OMI បាទអញ្ចឹងគឺ user ដែលខ្ញុំបានបង្កើតមិញគឺបានជោគជ័យហើយបន្តមកទៀតគឺខ្ញុំឈរនៅលើ user ដែលខ្ញុំបានបង្កើតថ្មីនេះគឺវណ្ណៈនៃបាទអញ្ចឹងនៅចំណុចទី6ទី1ហ្នឹងគឺខ្ញុំចង់បង្ហាញអំពី home directory ដែលបានបង្កើតថ្មីអញ្ចឹងខ្ញុំប្រើ pw write pwd
បាទអញ្ចឹងគឺនេះគឺខ្ញុំឆនៅលើ Dictionary Home Home User វណ្ណៈនៃអញ្ចឹងទៅបាទហើយនៅចំណុចទី7គឺបង្កើត folder ថ្មីមួយនឹងលេខបង្ហាញបាទអញ្ចឹងខ្ញុំនឹង recommend សម្រាប់បង្កើតនៅ Dictionary ថ្មីមួយហើយទៅទៀតខ្ញុំប្រើ recommend IO ហើយខ្ញុំដាក់ឈ្មោះ folder ដែលខ្ញុំបានបង្កើតចង់បង្កើតហ្នឹងទៅ data 2ហ្នឹងទៅហើយបាទអញ្ចឹងគឺខ្ញុំបានបង្កើតបន្ទាប់មកខ្ញុំលេខទៅបានកើតបាទអញ្ចឹងdirectory ដែលខ្ញុំបានបង្កើតមិញនេះគឺបានជោគជ័យអញ្ចឹងខ្ញុំចង់ចេញទៅ user ដើមគឺខ្ញុំប្រើ dc exit គឺទៅ user ដើមរបស់វាបាទអញ្ចឹងគឺ log out បានសម្រេចហើយបន្តមកទៀតខ្ញុំធ្វើនៅចំណុចទីបាទអញ្ចឹងកន្លែងនេះខ្ញុំមកច្បាស់ថាតើខ្ញុំឈរនៅលើ user មួយណាទេអញ្ចឹងខ្ញុំក៏មាន OMI ដើម្បីបញ្ជាក់ថាតើខ្ញុំនៅលើ user មួយណាបាទអញ្ចឹងគឺ user admin របស់ខ្ញុំគឺខ្ញុំនៅលើ user admin របស់ខ្ញុំបាទអញ្ចឹងចំណុចទី9នេះគឺបង្ហាញ user list តាម cat ហើយនិង etc password ហើយតមកទៀតខ្ញុំគឺចូលទៅក្នុងSA ដើម្បី recommend ដើម្បីលេខថាតើខ្ញុំបង្កើត user ថ្មីអញ្ចឹងខ្ញុំ recommend clear etc បាទអញ្ចឹងអ្វីដែលខ្ញុំបានបង្កើតនោះគឺនេះuser list ថ្មីមានវណ្ណៈនៃដែលបានបង្កើត folder ថ្មី user ថ្មីបាទអញ្ចឹងមានតែប៉ុណ្្នឹងទេលោកគ្រូខ្ញុំសូមជម្រាបលានិងសូមអរគុណសម្រាប់លោកគ្រូដែលបានទស្សនានៅវីដេអូរបស់ខ្ញុំ